សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាទសិលាថ្ងៃនេះខ្ញុំមកនិយាយអំពីព្រឹត្តិការណ៍ Roosevelt នៅឆ្នាំ 1947 នៅឆ្នាំ 1947 ហ្នឹងមានវត្ថុអាថ៌កំបាំងមួយធ្លាក់ចុះនៅលើវាលស្រែជាមួយកន្លែងក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិកពេលហ្នឹងកងទ័ពអាកាសរបស់អាមេរិកបានប្រកាសដំបូងថាពួកគេបានឃើញថាហោះមួយកំពុងតែធ្លាក់តែមួយថ្ងៃក្រោយមកការប្រកាសនោះត្រូវបានដកហូតចេញវិញដោយថាវាគ្រាន់តែជាពេជ្រប៉ោងធាតុអាកាសមួយដែលហោះនៅលើមេឃហើយបានធ្លាក់ចុះមកក្រោមតើមានអ្វីកើតឡើងជាក់ស្ដែងហេតុអ្វីបានជារឿងនេះខ្ល้ายជាទ្រឹស្ដីអាថ៌កំបាំងធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ USO ថ្ងៃនេះខ្ញុំនឹងលើករឿងនេះមកនិយាយឲ្យអ្នកទាំងអស់គ្នាបានស្ដាប់នៅចុងខែមិថុនាដល់ដើមខែកក្កដាឆ្នាំ1947កសិករម្នាក់ឈ្មោះ Mark Brazel បានរកឃើញកំទេចកំទីជាច្រើននៅលើដីរបស់គាត់ជិត Roosevelt រដ្ឋ New Mexico ក្រោយពីមានព្យុះយ៉ាងខ្លាំងហើយអ្នកទាំងអស់គ្នាដឹងអត់កំទេចកំទីទាំងនោះមានលក្ខណៈចម្លែកមានដុំដៃស្រាលៗដូចជាក្រដាសដែកប៉ុន្តែมันអាចបត់ឬដុតឲ្យខូចបានងាយគាត់ក៏បានយកកំទេចកំទីមួយចំនួននោះទៅប្រាប់មន្ត្រីមូលដ្ឋានហើយនៅថ្ងៃទី8ខែកក្កដាឆ្នាំ1947មន្ត្រីព័ត៌មាននៃមូលដ្ឋានយោធាអាកាស Roosevelt គឺលោក Walter Hood បានចេញសេចក្តីប្រកាសជាផ្លូវការមួយថាកងទ័ពបានឃើញថាហោះព័ត៌មាននេះហើយជាដំណឹងដ៏ធំមួយនៅលើកាសែតជាច្រើននៅសហរដ្ឋអាមេរិកនៅពេលនោះប៉ុន្តែនៅថ្ងៃបន្ទាប់គឺថ្ងៃទី9ខែកក្កដាមេទ័ព Roger Ramey បានចេញមកប្រកាសម្ដងទៀតថាវត្ថុនោះគឺគ្រាន់តែជាពេជ្រប៉ោងឧបករណ៍ត្រួតពិនិត្យនៃធាតុអាកាសប៉ុណ្ណោះហើយរឿងទាំងអស់នេះក៏ចាប់ផ្ដើមស្ងៀមស្ងាត់ទៅវិញនៅក្នុងរយៈពេលជាច្រើនឆ្នាំប៉ុន្តែដល់ដើមទសវត្សរ៍ឆ្នាំ1980អ្នកស្រាវជ្រាវ USO ឈ្មោះ Freeman បានចាប់ផ្ដើមស៊ើបអង្កេតឡើងវិញហើយបានសម្ភាសជាមួយលោក Jesse Magel ដែលជាមន្ត្រីម្នាក់ធ្លាប់ចូលរួមប្រមូលកំទេចកំទីទាំងនោះលោក Magel បាននិយាយថាកំទេចទាំងនោះមិនមែនជាពេជ្រប៉ោងធម្មតាទេហើយសង្ស័យថាកងទ័ពបានលាក់បាំងការពិតក្រោយមកទៀតមានសាក្សីមួយចំនួនបានអះអាងថាធ្លាប់ឃើញសាកសពមនុស្សចម្លែកត្រូវបានយកទៅធ្វើកសលវិច័យនៅមូលដ្ឋានយោធានោះផងដែរចំណុចនេះទើបធ្វើឲ្យរឿង Roosevelt ក្លាយជាទ្រឹស្ដីអំពីពពួកភពក្រៅយ៉ាងពេញលេញហើយនៅក្នុងឆ្នាំ1994ដល់ឆ្នាំ1997កងទ័ពអាកាសរបស់អាមេរិកបានចេញរបាយការណ៍ពន្យល់ជាផ្លូវការចំនួន2ហើយពួកគេបានអះអាងថាកំទេចកំទីទាំងនោះមកពីគម្រោងសម្ងាត់មួយឈ្មោះគម្រោង Bugle សំទោសអ្នកទាំងអស់គ្នាបើខ្ញុំអានឈ្មោះច្រឡំដែលប្រើពេញប៉ោងកម្ពស់ខ្ពស់ដើម្បីតាមដានការសាកល្បងគ្រាប់បែកនុយក្លេអ៊ែររបស់សូវៀតហើយចំណែកសាកសពចម្លែកដែលមានគេអះអាងឃើញនោះរបាយការណ៍ថ្នាក់ជាតិលើកឡើងថាអាចជាការច្រឡំគ្នារវាងសាក្សីចំពោះមនុស្សក្លែងក្លាយដែលត្រូវបានគេទម្លាក់សាកល្បងនៅលើឆាកក្នុងទសវត្សរ៍1950ព្រមទាំងករណីធ្លាក់យន្តហោះពិតផ្សេងទៀតហើយរឿងរ៉ាវទាំងអស់នេះវាគ្រាន់តែជាការបញ្យល់ជាផ្លូវការពីរាជរដ្ឋាភិបាលប៉ុណ្ណោះមិនមែនជាការបញ្ជាក់ 100% នោះទេចុងក្រោយអ្នកគាំទ្រទ្រឹស្ដីអំពីពពួកភពក្រៅមួយចំនួននៅតែមិនជឿលើរឿងនេះរហូតមកដល់សព្វថ្ងៃនេះ Roosevelt បានក្លាយជាទីក្រុងអត្តសញ្ញាណ UFO ដ៏ល្បីមួយមានសារមន្ទីរផ្ទាល់ខ្លួនហើយភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនាជារៀងរាល់ឆ្នាំចុះអ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរតើអ្នកជឿថារាជរដ្ឋាភិបាលពិតជាកំពុងលាក់អ្វីមួយឬវាក៏គ្រាន់តែជាពេជ្រប៉ោងធម្មតាដែលខ្លាចជារឿងធំមួយប៉ុណ្ណោះ
សូមអ្នកទាំងអស់គ្នាសរសេរយោបល់របស់អ្នកទាំងអស់គ្នាដាក់នៅក្នុង comment នៅខាងក្រោមជួបគ្នានៅវីដេអូក្រោយ